បោះស្រឡាញ់អូនណា Stop, wait a minute. អូនគិតស្រឡាញ់បងណា Stop, wait a minute. វៀតណាមមកស្រឡាញ់ខ្មែរក្រមឯង មកពីអីវិញបានគេដាក់ខ្មែរយើងចូលចុះ maybe they say បើអញ្ចឹងគេមកដាក់ culture របស់វៀតណាមចូលចុះ Ôi, người ơi, em không cần tìm kiếm đâu xa, vì em biết là anh thương em. swap Google I wanna be Firewolf ជំរាបសួរទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូ reaction ថ្មីថ្ងៃនេះយើង reaction ជាកូផលដោយសារតែយើងនឹងទៅ reaction bot មួយតែវាមានន័យវាមាន meaning ក៏ដូចជាខ្មែរ culture យើងនៅក្នុងហ្នឹងប៉ុន្តែវាអាក់កំបាំងតិចដោយសារតែជាភាសារបស់គេប៉ុន្តែចង់ដឹងថាតើពួកយើង reaction ក្នុង bot ហ្នឹងថ្ងៃហ្នឹងវាពំនាំអ្វីទាំងអស់គ្នាកុំភ្លេចមើល reaction ហ្នឹងឲ្យដល់ចប់ទាំងអស់គ្នាអត់តណែនាំខ្លួនខ្ញុំបាទ ENG ខ្ញុំ sunflower អូខេអញ្ចឹងបើទាំងអស់គ្នាអត់ទាន់ចូលទៅតាមដាន Sunflower ក៏គាត់មាន page របស់គាត់ហើយក៏ដូចជា YouTube channel Instagram របស់គាត់ដែរដែលគាត់រៀបធ្វើ content ច្រើនហើយខ្ញុំក៏ដូចគ្នាទាំងអស់គ្នាមើល channel នេះនៅក្នុង style ENG reaction ដូចគ្នាហើយសង្ឃឹមថាទាំងអស់គ្នានៅតាមដានពួកយើងដោយសារតែខានធ្វើ reaction យូរហើយ channel reaction គឺនៅតែមានហើយយើងនៅតែធ្វើ reaction អញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាកុំភ្លេចចូលទៅ subscribe ហើយ follow ទាំងអស់គ្នាផងដែរកុំភ្លេចអ្នកមួយចូល subscribe ចូលទៅ follow ក្នុង page ក៏ដូចជា YouTube channel អូខេទាំងអស់គ្នាថ្ងៃនេះយើងមានអាទិពីវៀតណាមហើយខ្ញុំបានចូលទៅសិក្សាពីគាត់ដូចគ្នាតិចតួចដែរអត់សូវច្បាស់ថាគាត់មាន bloodline របស់ខ្មែរយើងឬក៏អត់ទេប៉ុន្តែបទចម្រៀងរបស់គាត់ spread នៅគេហៅថាវៀតណាមខាងត្បូងខាងក្រោមតាមដែលខ្ញុំមើលទៅអាទិវៀតណាមដែលគាត់មានឈ្មោះថាខួងម៉ៃឈី maybe គាត់ចង់ connect គាត់ចង់សង់ស្ពានមួយដែលភ្ជាប់វប្បធម៌វៀតណាមជាមួយនឹងខ្មែររបស់យើងឲ្យវាស្និទ្ធស្នាលជាងមុនអញ្ចឹងគាត់វៀតណាមទេប៉ុន្តែគឺគាត់ធ្វើបទចម្រៀងឲ្យខ្មែររបស់យើងកម្ពុជាក្រោម relate គ្នាជាប់ចូលគ្នាហើយចង់ដឹងថាតើក្នុង MV ហ្នឹងស្អាតប៉ុណ្ណាសំឡេងរបស់គាត់សទន់បរោះប៉ុណ្ណាអាចទាក់ចិត្តបងប្អូនខ្មែររបស់យើងឲ្យធ្វើការ share ហើយធ្វើការបញ្ចេញនៅមតិយោបល់ឃើញថាមានការគ្រប់គ្រងច្រើនកុំឲ្យខាតពេលយូរយើងទៅស្ដាប់បទគាត់ទាំងអស់គ្នា Let's go open scene គេ Ôi, người ơi, em không cần tìm kiếm đâu xa, vì em biết là anh thương em nhất mà. Ôi, người ơi. ណែ scene គេ អូយស្អាតខ្លាំង នេះប្រហែលជាវត្តមួយមកទៅឬក៏វាំង I think what វត្តខ្មែរតែរចនាបថខ្មែរយើងទាំងអស់ឃើញទេ ភ្លឺពណ៌មាសស្អាតមែនតើស៊ីជាមួយនឹង concept ដែលគាត់កំពុងតែធ្វើហ្នឹង ហើយរបៀបគេតុបតែងខាងក្រោយអី Yeah ភ្លើងគេវាយ Ta đâu cần đi đâu nữa đâu, hỏi thiên đường là ngồi đây diễn với người mình thương. Tình này ngọt tự cảm giác không thể nào mà qua mắt nên mấy anh mấy cô cứ chọc em hoài. Vừa thiệt tha vừa hăng hái, trong mắt em rất quay. ក្មេងៗនេះ Yeah ស្គាល់គ្នាតាំង តែមិននៅក្មេងយល់ហើយអ្នកប្រុសរបៀបតាក់ទងទៅនឹងសាលារបាំសាលាសិល្បៈអញ្ចឹងណាហើយខាងស្រីគេជាអ្នកហាត់រំរបាំពីក្មេងហ្មង Anh biết thương biết yêu biết chiều chuộng em. Ai chưa từng yêu ai chưa từng xíu chưa từng trao trái tim đi nhiều. Làm sao hay làm sao biết tình ta thiết tha. Đôi ta ở đây đâu cần hay bao điều vô cớ ở trên đầu. Nơi duyên sâu thẳm. មើលដល់មើលសែដើមថ្នោតដើមអីសិតតាទេពីនេះសិតតាសឹងខ្មែរយើងហ្មងខ្មែរយើងហ្មង nhau. Hỡi ơi, người ơi, em không cần tìm kiếm đâu xa, vì em biết là anh thương em nhất mà. Hỡi ơi, người ơi, ta đâu cần đi đâu nữa đâu, coi thiên đường là ngồi đây diễn với người mình thương. ទេបើន័យថាស្នេហាហ្នឹងស្នេហាគេស្រឡាញ់គ្នារបៀបតែវាមិនផែនអីបើវា relate មកខ្មែរយើងតែវៀតណាមអ្នកធ្វើចា អញ្ចឹងមិនន័យថាស្នេហាគីឡូលក្ខណៈថាខាងស្រីវៀតណាមអញ្ចឹងទៅហើយមកស្រឡាញ់ខាងប្រុសហ្នឹងកម្ពុជាក្រោមអញ្ចឹងចាំមិនគាត់ធ្វើបត់ហ្នឹងឡើងយល់អត់ យល់ អានេះដោយសារតែអញ្ចឹងពួកគាត់ពីរនាក់ហ្នឹងហ៊ានមួយគ្នាយល់អត់តាំងពីទូវាមិនតកតនឹងការផ្សារភ្ជាប់គាត់វៀតណាមមកស្រឡាញ់ខ្មែរក្រមឯង មកពីអីវិញបានគេដាក់ខ្មែរយើងចូលចុះ maybe they say បើអញ្ចឹងគេមកដាក់ culture របស់វៀតណាមចូលចុះ
chứ trong play អត់ទេវាមានអីមួយបងគិតថាខាងផងកម្ពុជាក្រៅ chẳng vậy យល់អត់ច្បាស់ដូចគ្នាអត់ច្បាស់បើទាំងអស់គ្នាដឹងជួយ comment នៅខាងក្រោមវីដេអូពី concept music video ហ្នឹងផងដោយសារតែខ្ញុំព្យាយាម search មើលឯងព្រោះឯខាងស្រីដែលជាអ្នកច្រៀង RT ហ្នឹងគេគាត់អត់មានខ្សែស្រឡាយជាប់ជាមួយនឹងខ្មែររបស់យើងទេប៉ុន្តែអាចខាងប្រុសហើយខាងប្រុសក៏អាចជាអនាគតរបស់គាត់ពិតប្រាកដនៅ real life ឬក៏គ្រាន់តែជា concept MV អាហ្នឹង យកដឹងដូចគ្នា យកដឹងដូចគ្នាតោះទៅមុខទៀត អូមានសត្វច្រើនមានស្វាអូមានបាក់សីមានអីពេញហ្នឹងហើយអំពិលអំពែកទៀតនេះអូ VFX របស់គេនេះគ្រាប់ហ្នឹងអំពិលពេកអូន về bên em អូសត្វមកមើលគេប្រគំមកមើលគេសំដែងដែរអូសាហាវ có đàn hát ca ណែគាត់អ្នកលេងរនាត Những ngày trôi qua ta đắm say tới già Mình đùa ghe xong anh tắt mẹ Trả lời em nghe tuân sẽ lánh ôn នេះកំពុងតែខ្មែរយើងលេងច្រើន Trả lời em nghe tuân sẽ lánh ôn tê បងស្រឡាញ់អូនណា Stop, wait a minute The way you move that body អឺ ôi cái sòn mông ấy Stop, wait a minute រៀងលើស្ករនេះក្នុង reaction នេះបងប្អូន Hỡi ơi, người ơi, em không cần tìm kiếm đâu xa Vì em biết là anh thương em nhất mà Hỡi, vì em biết là anh thương em nhất ដីណានៅវត្តស្អាតមែនតើបងប្អូន đẹp một lần thùng ហើយយើងមើលឃើញរចនាបថលក្ខណៈក្បាច់លក្ខណៈអីខ្មែរយើងសុទ្ធយកមកហើយ đẹp một bạn tình mà lần Bạn. thùng Hỡi ơi, người ơi, ta đâu cần đi đâu nữa đâu Cõi thiên đường là ngồi đây diễn với người mình thương Ngồi đây với em nhé, vai kề vai với em nhé Dần trăng trên cao cũng muốn chen vào Cần chi phải mai mối, mình cứ để môi kề môi Thời gian nơi đây như ngừng trôi បងប្អូនអត់ចានេះសូមរៀបការមើលទៅ Hỡi ơi, người ơi, em không cần tìm kiếm đâu xa Vì em biết là anh thương em cái này đi nhưng nó hơi thì mày đo ở cái រឿង Google រឿង swap 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 Google អីគេចុងក្រោយគេចង់ធ្វើជាសัตว์នោះសัตว์កញ្ឆោង Firefox ហ្នឹង I wanna be firewolf អូខេឥឡូវយើងបកមក MV នេះវិញប៉ា surprise ខ្ញុំខ្លាំងមែនតើអ្នកនរគ្នាអានេះគេហៅថា VFX គេមានលាយជាមួយនឹងសិលលាយជាមួយនឹងជាតិ VFX នឹងចូលទៅធ្វើឲ្យរសជាតិ MV ហ្នឹងកាន់តែ Rule over ឡើងមក level ទៀតអញ្ចឹងហើយសัตว์ជាងតាមរបៀប chốt một ចូលហ្មងមែនតើ Hỡi ơi, người ơi, em không cần tìm kiếm đâu xa Vì em biết là anh thương em nhất mà Hỡi ơi, người ơi, ta đâu cần đi đâu nữa đâu Cõi thiên đường là ngồi đây diễn với người mình Hỡi ơi, người ơi, em không cần tìm kiếm đâu xa Vì em biết là anh thương em nhất Hỡi ơi, người ơi, ta đâu cần đi đâu nữa đâu Cõi thiên đường là ngồi đây diễn với người ចង់ថាចូលអារម្មណ៍បានល្អខ្លាំងមែនតើអ្នកនរគ្នាយើងមើលយើងសប្បាយតាមហ្មងយើងមានអារម្មណ៍ excite ហើយ happy តាមស្នេហាជោគជ័យរបស់គេបានថ្ងៃការដល់ថ្ងៃការហ្មង MV នេះស្អាតខ្លាំងមើលឡើងគឺសម្បូរហ្មងនេះ គេដាក់អារម្មណ៍បានល្អគេធ្វើបានល្អអូចាស់អស់ខាងប្រុសចាស់អូ cái này ní xin cái này ní ở bốn phụ quát nơi ở bà ta tiếp mùi ពីរនាក់នៅក្មេងពេលនៅពេលសុំរៀបការក៏នៅនឹងដែរ តែដល់ពេលលើគាត់នៅសល់ តែដល់ពេលចាស់ទៅខ្ញុំយល់ប្លង់នេះគេអត់ detail មុខឃើញតួប្រុសតែគេចង់ប្រាប់ថាចាស់ហើយតួប្រុសចាស់ហើយតួស្រីអត់នៅទេបានតួប្រុសហើផ្កាដែលធ្លាប់ដាក់តួស្រីហ្នឹងមកហ្នឹងអូ she gone
យល់បានតែអូអារម្មណ៍យើងចុងក្រោយនេះ sad ណាស់អូន ដំបូង happy ending ដល់ពេលចុងក្រោយ sad ending អត់ទេដំបូងគេណាគេហៅ happy ending sorry ដំបូង happy moment ដំបូងគេហៅ happy ដំបូងគេ happy អញ្ចឹងតោះមក happy តបមកចុងក្រោយ sad ending តែបាច់ចកេះមែនតើចុងក្រោយនេះ យើងអត់ expect ថាចុងក្រោយនឹងអញ្ នេះ ចឹងណា ការដែលទូប្រុសដាក់ឲ្យទូស្រី yes ហើយនៅតែឯងចុងក្រោយនេះគេចង់ប្រាប់ថាទោះបីមិនក៏ដោយនេះគឺជាធម្មជាតិរបស់ជីវិតយើង ការចាស់ឈឺស្លា ការ ប់ ចាស់ឈឺស្លាប់ ត្រូវសុបាយនឹងពេលអី ពេល moment ដែលមានគ្នាអញ្ចឹងពេលមានគ្នាត្រូវចេះស្រឡាញ់គ្នា appreciate គ្នាអូខេចប់អញ្ចឹង ស្អាតខ្លាំង អូខេទាំងអស់គ្នាបទមុនហ្នឹងគឺបានចប់ហើយនឹងអត់ស្មានដល់ថាការបញ្ចប់របស់គេធ្វើឲ្យយើងសល់អារម្មណ៍មួយដែលថាវាអារម្មណ៍មួយវាអារម្មណ៍វាមិនមែនជា happy ending ទេប៉ុន្តែវាអារម្មណ៍មួយប្លែកម្យ៉ាងទៀតវាជា sad ending ដែលតួប្រុសនៅចុងក្រោយនៅតែម្នាក់ឯងខ្ញុំនៅតែអត់តន់យល់ដូចគ្នាថាតើហេតុអីបានជា artist វៀតណាមមួយហ្នឹងគាត់ pick concept មួយហ្នឹងដែលតាក់ទងទៅនឹង culture របស់ខ្មែរយើងទាំងមូលហ្មង everything ហ្មងតាំងរបៀបភ្លេងតាំងរបៀបភ្លេងហើយបញ្ចូលខ្មែរយើងទៀតតែអានេះបារម្ភរបស់ខ្ញុំណាខ្ញុំអត់តបានធ្វើ research ដូចគ្នាតែបើទាំងអស់គ្នាដឹងបងប្អូនគ្នាពាក់ផងខ្ញុំគិតថាខាងស្រីគឺគេវៀតណាមខាងប្រុសគឺគេកម្ពុជាក្រោមគេស្រឡាញ់គ្នាយល់អត់អញ្ចឹងមិនគេ pop up concept ហ្នឹងឡើង maybe យើងអត់ច្បាស់ដូចគ្នាអញ្ចឹងបើសិនជាមានអ្នកច្បាស់អាច comment នៅខាងក្រោមបានហើយបើនិយាយពីរូបភាពរបស់គេទាំងមូលគឺស្អាតខ្លាំងមែនទែនគឺខ្ញុំឲ្យលេខ1ហ្មងអញ្ចឹងចង់ shout out ក៏ដូចជា appreciate សម្រាប់ concept មួយនេះដែលធ្វើមកបានល្អហើយក៏ដូចជាចែកចាយនៅ culture ខ្មែររបស់យើងទៅ worldwide ទៅពិភពលោកឲ្យពិភពលោកបានដឹងថានេះគឺជារបស់ខ្មែររបស់យើងនៅក្នុង credit នៅក្នុង description credit ក៏គេបានប្រាប់ដូចគ្នាគេ mention ដូចគ្នាសូម្បីតែរបៀបច្រៀងក៏គេប្រើភាសាខ្មែរនៅក្នុងនោះដូចគ្នាអញ្ចឹងយើងអត់ខ្វាយខ្វល់ជាមួយនឹងផ្ទះលេខ2ទេវាចង់ធ្វើអីធ្វើទៅប៉ុន្តែលើកនេះយើង claim credit យើងបានហើយខាងវៀតណាមក៏គេបានធ្វើនៅសមិទ្ធផលមួយតែបញ្ជាក់ប្រាប់ថាខ្មែរ culture គឺបែបនេះ wedding ខ្មែររបៀបចេះឧបករណ៍ភ្លេងខ្មែររបៀបចេះក្បាច់ឆ្លាក់របៀបវត្តរបស់ខ្មែរយើងគឺរបៀបអញ្ចឹងលបាំគឺរបៀបអញ្ចឹងឧបករណ៍ខ្មែរលេងរបៀបអញ្ចឹងព្រោះអញ្ចឹងចូលអារម្មណ៍ដល់អញ្ចឹងគឺមកជាកញ្ចប់ហ្មងនៅក្នុង music video មួយនេះអញ្ចឹងបងប្អូនយើងគឺធ្វើរឿងត្រឹមត្រូវគឺយើងផ្សារភ្ជាប់ចំណងមិត្តភាពគឺយើងចូលទៅគ្រប់គ្រងទាំងអស់គ្នានៅក្នុងបទ artist ដែលគាត់មានឈ្មោះថាធួងម៉ៃឈីហើយអត់ដឹងថាអានឈ្មោះគាត់ត្រូវអត់ជាភាសាវៀតណាមមកទេប៉ុន្តែខ្ញុំអាចឆ្លង artist ដូចគ្នាដោយសារខ្ញុំឃើញសមិទ្ធផលគាត់មុនហើយ production D-Tap ហ្នឹង DTAP ហ្នឹងគឺខ្លាំងមែនទែនរបៀបគេធ្វើមក visual គេរបៀប color របស់គេគឺ professional ហើយ level next level យកហ្មង yes អារបៀប effect របស់គេដូចគេហៅថាអាហ្នឹងវាដូចយើងអាចហៅថាដូចថាបណ្ដាំស្នេហ៍គេអញ្ចឹងពេលគ្រាន់តែគេឆ្លើយចេះហើយវាធ្វើឲ្យវាមាន effect នៅក្នុងហ្នឹងហើយវាធ្វើឲ្យ delivery ហ្នឹងធ្វើបានល្អចូលមុខខ្លាំងមែនទែនអញ្ចឹងទាំងអស់គ្នាបើអត់ទាន់មើល MV ហ្នឹងទេកុំភ្លេចទៅមើលទាំងអស់គ្នាហើយជួយប្រាប់ពីអត្តន័យក៏ដូចជាជួយស្វែងរកទាំងអស់គ្នាថាហេតុអីបាន artist នៅវៀតណាមម្នាក់ហ្នឹងគាត់បានធ្វើ concept របៀបជាលក្ខណៈ wedding លក្ខណៈស្នេហាខ្មែររបស់យើងលក្ខណៈមានឧបករណ៍ខ្មែរមានរបាំមានអីមាន culture ខ្មែរទាំងមូលនៅក្នុងហ្នឹងខ្ញុំចង់នឹងដូចគ្នាដោយសារតែបើសិនជាខ្ញុំគិតដូចខ្ញុំនិយាយមួយសា flower មុនហ្នឹងអញ្ចឹងគឺបានន័យថាខាងស្រីគឺវៀតណាមឯងប៉ុន្តែខាងប្រុសគឺកម្ពុជាក្រោមអញ្ចឹងស្នេហាហ្នឹងគេស្រឡាញ់គ្នាហើយនេះពេលឬក៏ខាងស្រីកម្ពុជាក្រោមដែរចង់ភាសាតជាក់ស្ដែងខ្មែរក្រោមក៏គាត់នៅមានការទៅវត្តទៅអីយើងនៅ keep culture ហ្នឹងដែរពួកគាត់នៅតែដឹងថាគាត់ belong ទៅណាគាត់មកពីណាគាត់នៅតែដឹងដូចគ្នាហើយយើងក៏ open យើងស្រឡាញ់ខ្មែរកម្ពុជាក្រោមយើងដូចគ្នាដោយសារតែអត់ភ្លេចទេជាមួយនឹងទលាមទលាប់ជាមួយនឹងប្រពៃណីនៅតែមកផ្សារភ្ជាប់មកដដែលអញ្ចឹងម្ដងទៀត shout out ទៅកម្ពុជាក្រោម shout out to Vietnam for make
making this masterpiece ហើយ showing the world ថារបស់ខ្មែរយើងមានអីគេខ្លះអញ្ចឹងវីដេអូថ្ងៃនេះគឺនិយាយច្រើនតិចដោយសារតែ proud មែនតើមើល MV នេះហើយមានអារម្មណ៍ថា oh wow យកមកអញ្ចឹង without being said thank you guys for watching stay cool be happy enjoy your life and peace out we'll see you in the next video bye 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 bye